នៅទីបំផុតបុរសដែលប្រើសិទ្ធិការពារខ្លួនបណ្ដាលឲ្យមនុស្សស្លាប់ត្រូវបានដោះលែងវិញហើយនៅទីបំផុតបុរសម្នាក់ដែលបានប្រើសិទ្ធិការពារខ្លួនដែលបានជ្រុលដៃបណ្ដាលឲ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅពេលដែលយកពូថៅមកប៉ុនប៉ងកាប់សម្រាប់រូបលោកដល់ក្នុងផ្ទះត្រូវបានតុលាការសម្រេចដោះលែងឲ្យមានសេរីភាពវិញហើយនៅថ្ងៃនេះបើតាមការបង្ហោះរបស់លោកផែងវណ្ណៈនៅមុននេះបន្តិចលោកផែងវណ្ណៈបានបញ្ជាក់ថាទីបំផុតគាត់បានមកផ្ទះវិញហើយលោកឧត្តមសេនីយ៍ត្រីពលវុធីស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថាតំណាងអัยការអមសាលាដំបងខេត្តកំពង់ឆ្នាំងបានអនុញ្ញាតឲ្យប្អូនប្រុសដែលប្រើសិទ្ធិការពារខ្លួនក្នុងករណីហិង្សាមួយនៅសាលាលេខ5ខេត្តកំពង់ឆ្នាំងឲ្យត្រឡប់ទៅផ្ទះវិញហើយលោកផែងវណ្ណៈបានបន្តថាសូមអរគុណលោកតំណាងអัยការអមសាលាដំបងខេត្តកំពង់ឆ្នាំងជាពិសេសសូមគោរពអរគុណថ្នាក់ដឹកនាំក្រសួងយុតិធម៌រួមទាំងបងប្អូនមហាជននៅលើបណ្ដាញសង្គម Facebook និងអ្នកសារព័ត៌មានដែលបានជួយឈឺឆ្អាលរហូតប្អូនប្រុសទទួលបានសេរីភាពឡើងវិញ